สุดท้ายเนี่ยต่างออกนี้ในขนมวิดีโอนี้คือ2เนี่ยต่างออกนี้อันปีวิธีศาสตร์ในการแกะนี้การบองรัวประจำคายสำหรับการติดเอาจอหน้าตรอบเซ็งๆมายังเคยในทางการบองรัวคือมีเพียบเป็นอยู่เหมือนเต้นในขนมสมัยเป็นกิจกรรมแบบเนิบหรือปัจจุบันแต่ยังเคยทางการบองรัวการล้างสำหรับการติดตูดซับติดมัตโตติดยนต์និងការទិញផ្ទះជាដើមមកឲ្យក្នុងនោះផងដែរខ្ញុំគិតថាអ្នកទាំងអស់គ្នាមួយចំនួនធំប្រកបជាបានយល់ច្បាស់អំពីវិធីសាស្ត្រនៃការគណនាក៏ដូចជាផលវិជ្ជមាននិងអវិជ្ជមានមួយចំនួនដែលបានកើតឡើងទាក់ទងទៅនឹងការបង់នោះនេះផងដែរបាទអញ្ចឹងដើម្បីកុំឲ្យខាតពេកខ្ញុំនឹងលើកឧទាហរណ៍មួយមកបង្ហាញបាទឧទាហរណ៍ថាខ្ញុំចង់ទិញម៉ូតូ Dream Song Free 2014បាទឧទាហរណ៍ថាខ្ញុំចង់ទិញនៅថ្ងៃទី1ខែ1ឆ្នាំ2014បាទខ្ញុំឧទាហរណ៍ថាតម្លៃម៉ូតូគឺមានតម្លៃ$1950បាទហើយខ្ញុំចង់បង់រយៈពេល3ឆ្នាំបាទចំពោះការបង់ដំបូងនេះគឺវាអាចប្រែប្រួលទៅតាមលក្ខខណ្ឌក៏ដូចជាការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្ដងបាទអញ្ចឹងនៅក្នុងនេះខ្ញុំឧទាហរណ៍ថាខ្ញុំមិនបង់តែខ្ញុំមិនបង់សោះគឺខ្ញុំគ្រាន់តែចង់បង់ប្រចាំខែថាតើក្នុងមួយខែខ្ញុំបង់ប៉ុន្មានបាទអញ្ចឹងនៅក្នុងនេះជាធម្មតាការបង់រស់ក្រុមហ៊ុនតែងតែគិតការប្រាក់ពីយើងដែលខ្ញុំឧទាហរណ៍ថាការប្រាក់ក្រុមហ៊ុនគិតពីយើងគឺ 1.5% ក្នុងមួយខែបាទអញ្ចឹងបើសិនយើងមានលក្ខខណ្ឌប៉ុណ្នេះបាទចម្លើយយើងប្រកាសជាទទួលបានបាទយើងឃើញថាតម្លៃរបស់យើងគឺក្នុងមួយខែយើងបង់តែ$83តែប៉ុណ្ណោះបើយើងប្រៀបធៀបទៅនឹងតម្លៃដើមរបស់យើង$1950ហើយយើងបង់មួយខែ$83យើងគិតថាជាចំនួនមួយតិចតែយើងអាចធ្វើការបង់បានយ៉ាងងាយប៉ុន្តែបើសិនយើងធ្វើការចាប់អារម្មណ៍បន្តិចបាទគឺយើងមើលរហូតដល់ចុងខែទី3ចុងខែទី36ឬឆ្នាំទី3បាទយើងឃើញថាតម្លៃសរុបរបស់យើងម៉ូតូរបស់យើងគឺមិនមែន$1950ទេគឺយើងឡើង$3003បាទបើសិនយើងឃើញតម្លៃបែបនេះពីដំបូងប្រហែលយើងមិនចាប់អារម្មណ៍ឬក៏យើងមិនហ៊ានការបង់ព្រោះនោះទេបាទសួរថាតើតម្លៃដើម$1950ហើយនឹងតម្លៃ$3300នេះវាកើតឡើងដោយសារអ្វីបាទអញ្ចឹងយើងនឹងបង្ហាញត្រួសតាក់ទងនឹងវិធីក្នុងការគណនាបាទអញ្ចឹងតាមពិតនៅក្នុងនេះក៏ខ្ញុំបានបង្ហាញដែរអានេះតម្លៃថ្មីហើយយើងដាក់តម្លៃចាស់តម្លៃថ្មីបន្ទាប់ពីយើងបំពេញលក្ខខណ្ឌចប់បាទចំពោះតម្លៃថ្មីនេះគឺវាបានមកដោយសារគឺយើងយកតម្លៃដើមរបស់យើងបាទគុណទៅនឹងអត្រាការប្រាក់ហើយគុណនឹងរយៈពេលអញ្ចឹងរយៈពេលយើង3ឆ្នាំឬក៏36ខែបាទខ្ញុំនិយាយចូល36ខែតែម្ដងបាទយើង enter បាទនេះគឺជាចំនួនការប្រាក់ដែលគេខាងក្រុមហ៊ុនគិតពីយើងបន្តមកទៀតយើងយកចំនួនការប្រាក់មកបូកជាមួយនឹងថ្លៃម៉ូតូរបស់យើងនៅថ្ងៃទិញបាទពេលនោះយើងឃើញថាតម្លៃវាគឺស្មើនឹង$3003ហើយ$3300នេះគឺត្រូវដកថ្លៃដែលយើងបង់ទៀតឧទាហរណ៍បើសិនករណីយើងបង់$500បាទអញ្ចឹងតម្លៃនេះគឺស្មើនឹងតម្លៃមួយនេះដកនឹងថ្លៃបង់ដំបូងបាទអញ្ចឹងនៅសល់$2503អានេះករណីដូចចម្លើយដូចគ្នាអញ្ចឹងបើសិនយើងឃើញថាបើសិនយើងបង់ថ្ងៃទិញដំបូងយើងបង់ចំនួន$500អញ្ចឹងយើងឃើញថាយើងបង់មួយខែអស់តែ$70តែប៉ុណ្ណោះបាទអញ្ចឹង$70រហូតបាទអញ្ចឹងចុងក្រោយគឺនៅសល់$2503បើសិនយើងចង់ដូរវិញឧទាហរណ៍បើសិនយើងចង់ដូរត្រឹម2ឆ្នាំបាទអញ្ចឹងយើងវាយ2ឆ្នាំទៅនេះបាទអញ្ចឹង2ឆ្នាំយើងបង់មួយខែ90នេះ2ឆ្នាំបាទចំពោះការបង្កើតតារាងនេះក៏មិនជាអ្វីជាបញ្ហាផងដែរបាទឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំលុបតារាងនេះចេញទាំងអស់បាទឥឡូវឧទាហរណ៍ថាបើយើងចង់គណនាដូចខាងដើមដែលយើងចង់គណនា3ឆ្នាំហើយតម្លៃយើងនេះគឺយើងមិនបង់ទេខែទី1គឺយើងចាំបង់ប្រចាំខែ
Bài chắc nước không lý dương còn tại ố và sam sắp vào mùi khái bạn to mới tiết ngày khai ở dưới bài chắc sẽ khâm thanh nẹ tặng ọc nia bởi phân chế ban tu sna video được nhằm miền vì môn mốc khởi nạc lại nấy dương miền phiệp tế và nghi tế cứ dương prao được môn mối trong tại index bài chắc start date cứ ngày khaiอย่างtính khama muối đã lệ muối cứ khai bằng tóm và chắc khai TP có được nhiều phòng đáy dương prao index và khama lệ mùi và nếu dương ai ọc cho bàn và trong phố ca bongประจำ khai ca bong ประจำ khaiគឺយើងគ្រាន់តែយកតម្លៃថ្មីរបស់យើងនេះបន្ទាប់ពីយើងកែនេះហើយមកហើយយកមកចែកនឹងចំនួនខែអញ្ចឹងយើងចែកនឹង3គុណនឹង12ហើយយើងធ្វើការអស់ចុះដូចគ្នាឬយើងដាក់ស្មើហើយចំណុចនេះអញ្ចឹងយើងឃើញថាបើសិនជាយើងអស់បែបនេះយើងឃើញថាចំនួន 83.42 អាចមានការលំបាកនៅក្នុងការទូទាត់ជាក់ស្ដែងដូច្នេះដើម្បីងាយស្រួលកុំឲ្យមានលេខបែបនេះគឺយើងប្រើរូបមន្តមួយឈ្មោះថា round បាទគឺដើម្បីបង្គុតកន្លែងនេះយើងដាក់ comma 0ហើយបិទវងកញ្ចក់បាទពេលនេះគឺតម្លៃលេខរបស់យើងគឺទៅជាគុតឬមានភាពងាយស្រួលក្នុងការទូទាត់បាទបន្តមកទៀតនៅពេលដែលយើងបង្គុតចំពោះខែចុងក្រោយនេះប្រកាសជាមានការប្រែប្រួលផងដែរអញ្ចឹងដើម្បីបង្ហាញជាក់ស្ដែងតែម្ដងបើសិនយើងមិនធ្វើការកែប្រែអ្វីទាំងអស់មានថាមួយខែ$83រហូតនៅពេលយើងបូកចុះយើងអាចដាក់ស្មើសាំបាទអញ្ចឹងយើងឃើញថាតម្លៃយើងទៅជា2988 យើងឃើញថាតម្លៃយើងមិនទាន់គ្រប់នៅឡើយហើយអញ្ចឹងនៅក្នុងកន្លែងនេះចំពោះខែចុងក្រោយគឺយើងដាក់ស្មើយើងយកតម្លៃនេះហើយដកនឹងផលបូកនៃចំនួនខែផ្សេងទៀតគឺការកណនីបែបនេះអញ្ចឹងយើងឃើញថាចុងក្រោយបំផុតចម្លើយយើងគឺត្រូវបង់$3303 $3303 បាទនេះគឺជាហេតុផលដែលធ្វើឲ្យលេខនេះយើងដឹងហើយថាតម្លៃទាំងពីរនេះមានការប្រែប្រួលខុសគ្នាគឺវាអាស្រ័យទៅលើការប្រាក់ហើយក៏យោងទៅតាមរយៈពេលផងដែរបើសិនរយៈពេលកាន់តែវែងពេលនោះចំនួនការប្រាក់មានការកើនឡើងកាន់តែខ្លាំងបាទអញ្ចឹងខ្ញុំគិតថានៅក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាបែបនេះក៏ដូចជាសិស្សភាគច្រើនដែលកំពុងតែសិក្សាមេរៀន Excel បាទយើងអាចអនុវត្តមេរៀនតារាង Excel មានលំហាត់ក៏មានរូបមន្តមួយចំនួនដែលអាចមកប្រើបានជាពិសេសចំពោះរូបមន្តការប្រាក់បាទអញ្ចឹងក្នុងវីដេអូនេះសូមចប់តែប៉ុណ្ណេះសូមអរគុណ